អ្នកខ្ញុំឈ្មោះឈឿនវណ្ណៈជាឈ្មោះមជ្ឈុំហើយអ្នកខ្ញុំក៏ធ្លាប់ជាកុមារទំនុកបំរុងការខ្ញុំនៅពីកុមារភាពផ្ទះនៅខាងក្នុងជ្រៅហើយអាពេលផ្លូវចេញមកហ្នឹងមានទឹកមានអីអត់មានការអភិវឌ្ឍហើយទៅរៀនទៅអីហ្នឹងជួនក៏មានលុយចាយជួនក៏អត់លុយចាយប៉ុន្តែត្រូវទៅរៀនហ្នឹងទៅហើយពីការហ្នឹងកាត់ចិត្តហ្នឹងចង់ប៉ុន្តែគាត់ថាអាចទៅរួចមិនអាចអត់ទាន់ហ៊ានគិតទេរសារជីរំភើបពូអូថាមានអ្នកទំនុកបំរុងហើយអាការហ្នឹងអារម្មណ៍យើងថាម៉ែអត់ចឹងណាចង់បានមាន sponsor មកវាថាគាត់ជួយយើងជាសភៅជាប៊ិចក៏ល្អដែររសារអីពេលខ្លះសភៅមួយក្បាលនោះយើងសរសេរ2 3មុខវិជ្ជាគ្រូដែលយើងអត់មានពេលចង់បានមកដើម្បីបានសភៅបានប៊ិចអីចឹងទៅរៀនទៀតមកបាក់សុំម៉ែរសារម៉ែអត់ដែរគាត់ជួយពិតប្រាកដតាគ្រូគឺថាគាត់ផ្ញើសេចក្តីនឹករលឹកសួរពីយើងសុខសប្បាយអត់អីអត់ចឹងណាហើយដល់ពេលចឹងទៅក៏ជំរុញទឹកចិត្តយើងឲ្យវាថារំភើបតែគាត់ថាជាជំរុញការលើកទឹកចិត្តយើងមួយដែរចង់រៀនឲ្យចេះទៅវាថាមានពេលដែលយើងចេះទៅមានការងារធ្វើមានថវិកាទៅយើងអាចជួយដល់ក្មេងជំនាន់ក្រោយទៀតបាន